ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ Asia Academy សូមចែករំលែកនូវ tip មួយដែលយើងអាចដាក់ស្រមោលពីក្រោយ object របស់យើងបែបនេះតាមបែបធម្មជាតិអញ្ចឹងជាដំបូងគឺយើងបើកកម្មវិធី Photoshop យើងមកហើយបង្កើត layer ថ្មីមួយនៅពីក្រោយ subject របស់យើងហើយបន្ទាប់មកគឺយើងយក Polygonal Lasso Tool ដើម្បីមកគូរ shadow បន្ទាប់ពីគូរគឺយើងត្រូវចាក់ពណ៌វាពណ៌ខ្មៅហើយ Ctrl D ដើម្បី deselect វាចោលហើយយើងត្រូវ convert វាទៅ Smart Object ដើម្បីងាយស្រួលកែកុនតាមក្រោយហើយបន្ថយ opacity របស់វាមកត្រឹម 30% ឬ 25% បន្ទាប់មកគឺយើងចូល Filter Blur Gallery និង Tilt Shift Blur បន្ទាប់មកគឺយើងអាចទាញវាបញ្ឈរដោយដាក់ mouse របស់យើងនឹងនៅត្រង់កន្លែងអុចពណ៌សពីរហ្នឹងហើយយើងចុចចំចំណុចកណ្ដាលដើម្បីទាញវាហើយយើងអាចសេរីកម្រិត blur នៅចំចំណុចកណ្ដាលនេះឬក៏នៅកន្លែង blur tool បន្ទាប់មកគឺយើងអាចទាញចំណុច tre នេះដើម្បីកំណត់កម្រិត fader blur របស់យើងបានតាមចិត្តអញ្ចឹងអរគុណអ្នកទាំងអស់គ្នាបើសិនជាចូលចិត្តវីដេអូនេះសូមជួយ share បន្តផង